នៅពីtôiគ្រូឆ្មាមកខ្ញុំតែងតែនៅជាមួយម្ដាយរបស់ខ្ញុំបាទគឺមានន័យថាធុញគាត់ដែរខឹងគាត់ខ្លាំងបាទមានតែគាត់ប្រើថ្ងៃណាក៏ប្រើរហូតបាទពេលខ្លះខឹងតែក្មេងគាត់ថាខឹងក៏ខឹងទៅអីក៏ស្អីទៅហើយម៉ែក៏គាត់មិនប្រកាន់ទេពួកក្មេងដល់ប្រកាន់ក្មេងជាប់បាត់បាទប៉ុន្តែការនៅមួយគាត់ទៅក៏យើងបានយល់ដឹងច្រើនដែរនិយាយមែនតើទៅគាត់ឲ្យប្រើក៏ខ្យល់ប្រើអីហ្នឹងទៅក៏ចេះច្រើនណាបាទមើលមួយគាត់បាទគាត់ណែនាំបណ្ដាយើងសពបែបយ៉ាងចំពោះការអត់ធ្មត់ការឆាវឆាវខែអីហ្នឹងគឺថាគាត់ណែនាំជារាល់ថ្ងៃប៉ុន្តែកំហុសទៅខ្ញុំទេដែលថាអាសាភ្លេចព្រោះហេតុអ្វីក្មេងពេលដែលគាត់ណែនាំអញ្ចឹងល្អយើងស្ដាប់តាមការណែនាំរបស់គាត់ទៅអត់បញ្ហាទេបាទតែតែមានមិត្តភ័ក្តិពួកម៉ាក់ហៅដើរលេងទៅសុបាយទៅភ្លេចរឿងការណែនាំរបស់អ្នកម្ដាយរបស់ខ្ញុំដឹងថាយ៉ាងម៉េចទេអាហ្នឹងបាទនិយាយច្បាប់ធម្មជាតិហើយក៏ជាបទពិសោធន៍សម្រាប់ខ្ញុំដែរខ្ញុំតែងតែនៅជាមួយនឹងមនុស្សចាស់ជាពិសេសចាស់គាត់និយាយច្រើនក៏ប៉ុន្តែគាត់ណែនាំទៅយើងក៏មានបទពិសោធន៍ច្រើនសម្រាប់ជីវិតថ្ងៃមួយហ្នឹងមានមិត្តភក្តិខ្ញុំម្នាក់គាត់ជេរខ្ញុំគាត់ប្រមាថខ្ញុំខ្លាំងជេរឪពុកម្ដាយខ្ញុំប្រមាថខ្ញុំសពយ៉ាងទាំងអស់ដោយសារតែខ្ញុំមានបងប្អូន6នាក់ប៉ុន្តែស្លាប់ជំនាន់ឪពុក2នាក់ហើយឆ្នាំ2010ក៏ស្លាប់ម្នាក់ដែរតែយើងនៅពីតូចគឺយើងនិយាយតែ4នាក់ទេបាទបងស្រីម្នាក់ហើយបងស្រីឲ្យតែយើងទូពិតប្រាប់គាត់ថាបើមានគេធ្វើបាបអីគាត់វាយថែមគាត់អត់មកកាន់ជើងយើងទេចំណុចនេះយើងក៏មានការឈឺចាប់ដែរតែអ្វីបានជាមិនមែនជាកំហុសរបស់យើងផងតែបែរទៅជាអ្នកផ្សេងធ្វើបាបប្រមាថយើងសពបែបយ៉ាងទាំងអស់ហើយមកណែនាំគាត់ស្ដីឲ្យយើងហើយវាយយើងថែមទៀតចំណុចនេះខ្ញុំយល់ពីគាត់ខ្ញុំយល់ពីអ្នកម្ដាយរបស់ខ្ញុំបងស្រីរបស់ខ្ញុំគាត់គិតថាគាត់លំបាកហើយយើងបែរទៅជាធ្វើឲ្យគាត់លំបាកថែមទៀតបាទធ្វើលំបាកមែនថែមទៀតមានថ្ងៃមួយខ្ញុំមកពីរៀនហើយមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងគឺគាត់ជេរប្រមាថខ្ញុំគាត់វាយខ្ញុំគាត់ដើរជន់ជើងខ្ញុំជាលក្ខណៈក្មេងៗណាបាទដើរទៅជន់ជើងខ្ញុំម្ដងជាពីរដងច្រើនដងហើយខ្ញុំអត់ហ៊ានទៅប្រាប់ម៉ែទេអត់ហ៊ានប្រាប់បងស្រីទេខ្លាចគាត់វាយថែមអញ្ចឹងមានថ្ងៃមួយមកដើរចិត្តដល់ផ្ទះហើយចិត្តដល់ផ្ទះគាត់នៅតែធ្វើបាបខ្ញុំអញ្ចឹងតែម្ដងបាទគាត់ជន់ជើងខ្ញុំអីដើម្បីឲ្យខ្ញុំតគាត់ណាដើម្បីបានវាយជាមួយនឹងគាត់មែនតើកាលនោះខ្ញុំស្គមមែនតើគេហៅខ្ញុំថាសង្គមអញលោកឯងបាទថ្ងៃមួយខ្ញុំទ្រាំអត់បានគាត់មករោរឿងវាយខ្ញុំរហូតអញ្ចឹងខ្ញុំក៏ទាញច្បារស្លឹកគ្រៃបែរថាស្លឹកគ្រៃកុំឲ្យមន់ចិត្តគេយកឈើយកអាស័យច្បារកុំឲ្យមន់ចូលទៅចឹកស៊ីស្លឹកគ្រៃហ្នឹងខ្ញុំបានច្បារនឹងមួយច្បារអាស័យច្បារស្លឹកគ្រៃនឹងមួយខ្ញុំវាយពុកម៉ាក់ខ្ញុំវាយមែនតើបាទវាយរហូតដល់វាស្រែកវាអត់វាក៏វាយំប៉ុន្តែខ្ញុំប្រាប់ថាឯងសុំទោសអញភ្លាមខ្ញុំនិយាយលេងនិយាយអញ្ចឹងកាលជំនាន់នោះក្មេងៗបាទវាយភ្លាមហើយសុំទោសអញភ្លាមហើយស្ពះអញភ្លាមបាទវាស្ពះវាស្រែកតែរៀងហើយវាសុំទោសសុំអីអញ្ចឹងណាបាទក្រោយវាលេងវាយវាទៀតខ្ញុំក៏ដើរទៅផ្ទះវាអត់ព្រមឈប់ទេបាទវាអាងបងអីរបស់វាអញ្ចឹងវាក៏ឡើងទៅតាមវាយខ្ញុំដល់ផ្ទះទៀតខ្ញុំឡើងទៅដល់លើផ្ទះហើយខ្ញុំប្រចាំម៉ែថាម៉ែក៏ប្រាប់ថាបើសិនជាក្នុងករណីដែលគេមករឿងកូនដល់ផ្ទះអានឹងកូនតទៅ
តអាចតដៃតអីគេបានប៉ុន្តែបើនៅខាងក្រៅកូនអត់ធ្ងន់ទៅកូននឹងម្ដាយខ្ញុំតាមផ្ញើអញ្ចឹងផ្ទះរបស់ខ្ញុំនៅមាត់ទន្លេអញ្ចឹងគឺមានកម្មចតាទាំងអស់5ដណ្ដប់កម្មខ្ញុំឡើងចិត្តទៅដល់ផ្ទះហើយស្រាប់គាត់ឡើងរត់ឡើងផុតកម្មចតាស្រាប់គាត់ឡើងទៅតាមខ្ញុំទៀតដើម្បីទាញជើងខ្ញុំទម្លាក់អញ្ចឹងពេលនោះខ្ញុំក៏ធាក់គាត់ធ្លាក់ទៅលើកម្មចតាតែពិតខ្ញុំអត់មានទៅរស់រឿងគេទេតែគេរស់រឿងធ្វើបាបខ្ញុំដោយសារតែខ្ញុំជាមនុស្សដែលអត់មានសម្អាងអញ្ចឹងណាបាទក្រោយមកទៀតមកដល់ផ្ទះម្ដាយខ្ញុំគាត់មកពីហត់ក៏សួរមិនបានកូនឯងទៅវាយគេវាយអីអញ្ចឹងទៅគាត់វាយបើខ្ញុំ3ដៃថែមទៀតវាយខ្ញុំក៏បានរាយរាប់ប្រាប់គាត់ថាមិនមែនខ្ញុំទៅរស់រឿងគេទេគេឡើងមកដល់តាមវាយខ្ញុំដល់លើផ្ទះអញ្ចឹងខ្ញុំក៏ធាក់គេធ្លាក់លើកាន់ពីដើរទៅគាត់ថាធាក់ឲ្យក៏ប៉ុន្តែបើធាក់ទៅគេបាក់ដៃបាក់ជើងទៅវាពិបាកដល់ម៉ែដល់ស្រ័យអញ្ចឹងដល់ចុះឡើងខ្ញុំក៏សុំទោសម្ដាយរបស់ខ្ញុំទៅនេះជារឿងបបិសោតរឿងពិតតែមិននឹងជាកំហុសអ្នកណាទេបាទមែនតើទៅឪពុកម្ដាយគ្រប់រូបគាត់តែងតែណែនាំឲ្យកូនល្អគាត់មិនដែលណែនាំឲ្យកូនអាក្រក់ទេបាទទោះថាឪពុកម្ដាយណាមួយដែលណែនាំឲ្យកូនមិនល្អឲ្យកូនដើរផ្លូវខុសឲ្យកូនប្រព្រឹត្តអំពើអបាយមុខដែលសង្គមស្អប់ពើមខ្ញុំជឿថាគ្មានទេបាទដូច្នេះហើយចំពោះខ្ញុំបទពិសោធន៍របស់ខ្ញុំមានគិតពិចារណាណាស់មុននឹងពេលដែលខ្ញុំថាឲ្យអ្នកនេះថាឲ្យអ្នកនោះឬក៏ស្ដីឲ្យអ្នកនេះនោះចឹងបាទមានការងារមួយចំនួនគឺបុរាណលោកថាបើសិនជាកូនធ្វើកំហុសហ្នឹងគឺឪពុកម្ដាយមិនចេះបដៅកូនអត់បានបដៅកូនអីចឹងណាបាទប៉ុន្តែចំពោះការគិតរបស់ខ្ញុំគិតថាគ្មានឪពុកម្ដាយណាដែលណែនាំកូនបដៅកូនឲ្យខុសទេខ្ញុំជឿចឹងហ្មងអត់ដែលមានឪពុកម្ដាយណាបដៅកូនឲ្យខុសទេគឺមានតែបដៅកូនឲ្យដើរតាមគន្លងធម៌ដើរតាមល្អដូច្នេះជាការយល់ដឹងរបស់ខ្ញុំមកជាបបិសោតហើយខ្ញុំកម្ររិះគន់ថាកូនអ្នកនេះចេះកូនអ្នកនោះចុះឪពុកម្ដាយមិនដែលបដៅអត់ទេខ្ញុំអត់ដែលគិតចឹងទេបាទព្រោះខ្ញុំយល់ថាឪពុកម្ដាយគឺបដៅឲ្យបានល្អហើយការរិះគន់ទៅដាក់បន្ទុកទៅលើឪពុកម្ដាយខ្ញុំគិតថាជាកំហុសខុសឆ្គងមួយដែលឪពុកម្ដាយលោកអត់បានដឹងអីសោះប៉ុន្តែតបែរទៅជាទម្លាក់កំហុសទៅលើគាត់វិញអានេះការយល់ឃើញរបស់ខ្ញុំហើយជាបទពិសោធន៍របស់ខ្ញុំទេខ្ញុំមិនដឹងថាជាកំហុសអ្នកណាទេប៉ុន្តែខ្ញុំជឿជាក់ថាឪពុកម្ដាយគឺមិនអាចណែនាំកូនឲ្យដើរខុសគន្លងធម៌ជាដាច់ខាតខ្ញុំជឿលើអញ្ចឹងបាទដូច្នេះរាល់ការរិះគន់អ្វីក៏ដោយបើសិនជាកូនប្រព្រឹត្តអំពើខុសឆ្គងណាមួយគឺយើងត្រូវតែបុគ្គលនឹងឯងដែលជាអ្នកដោះស្រាយគាត់ថាយើងយកឪពុកម្ដាយជាសំអាងដើម្បីជាមានភ័ស្តុតាងតលេខមួយដើម្បីឲ្យគេឪពុកម្ដាយដឹងឮថាកូនរបស់ខ្លួនបានប្រព្រឹត្តបែបនេះគឺប្រព្រឹត្តបែបនោះក៏ប៉ុន្តែបើសិនជាឲ្យដាក់ទោសកំហុសទាំងស្រុងទៅដល់ឪពុកម្ដាយអាណាព្យាបាលបងខ្ញុំដូចជាអត់គ្រប់គ្រងទេចំពោះចំណុចនេះយោងតាមបទពិសោធន៍ហើយអ្នកម្ដាយរបស់ខ្ញុំគាត់បានណែនាំការងារចឹងបើសិនជាពុទ្ធសាសនាវិញគេនិយាយអំពីអាហ្នឹងគឺជាអំពើបាបបែរថាការប្រមាថឬការដាក់ទោសទៅលើអ្នកណាមួយដោយគេមិនដឹងខ្លួនអាហ្នឹងក៏ជាអំពើបាបមួយដែរអញ្ចឹងណាបាទហ្នឹងពុទ្ធសាសនាហើយខ្ញុំក៏មានការសោកស្ដាយដែរចំពោះរឿងរ៉ាវដែលបានកើតឡើងចំពោះខ្ញុំជាមួយមិត្តភ័ក្តិអញ្ចឹងណាបាទប៉ុន្តែកាលនោះក្មេងៗយើងអត់ដឹងថាវាយ៉ាងម៉េចទេតែគាត់ថាការទ្រាំរបស់យើងនៅមានកម្រិតទ្រាំមែនតើកាលនោះបាទទ្រាំមែនតើហ្មងដោយសារតែយើងស្ដាប់ដំបូន្មានឪពុកម្ដាយដែលលោកណែនាំថាកូនឯងទៅរៀនមិនទៅឆ្លោះគ្នាទេមិនទៅនាំគ្នាវាយអីទេបណ្ដាស្ដាប់តែដំបូន្មានរបស់គ្រូបង្រៀនទៅបានហើយចង់និយាយចឹងបាទពេលតែដោយសារតែគាត់នឹងហួសហេតុពេកបាទគាត់ហួសហេតុពេកគាត់ធ្វើបាបនឹងហួសហេតុពេកដោយសារតែខ្ញុំវាតែក្បាលតែមួយណាកាលទៅគេអាងថា
ថាមានបងប្រុសបងអីគេអាងមានការអីបងប្រុសគេជួយយើងបាទជួយវាយជួយអីចឹងណាបាទចឹងហើយបានវាធ្វើឲ្យក្មេងហ្នឹងវាទៅជាខូចបាទនៅខូចបាទដូច្នេះខ្ញុំចង់បញ្ជាក់បន្ថែមចង់និយាយពីហេតុការណ៍ផ្សេងដែលកើតឡើងគឺយើងគួរគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងយើងហាស្ដីមុននឹងយើងបន្ទោសប្រអាប់ឬក៏ដាក់ទោសទៅលើនរណាមួយគឺមានន័យថាសម្ដីចំណីអាហារដែលយើងអាចញ៉ាំប្រទេសថាបានប៉ុន្តែពាក្យសម្ដីមនុស្សមិនអាចនិយាយប្រទេសថាបានទេវាធ្វើឲ្យប៉ះពាល់ទៅដល់អនាគតរបស់គេមួយបាទហ្នឹងសូមអរគុណ